ដំបូងអ្នកត្រូវតែសាកល្បងដែនកំណត់របស់គាត់លុះត្រាតែអ្នកដឹងថាដែនកំណត់របស់គាត់នៅត្រង់ណាទើបអ្នកដឹងថាគាត់បារម្ភពីអ្នកខ្លាំងប៉ុណ្ណាសាកល្បងដែនកំណត់ពិតមែនហើយសាស្ត្រាចារ្យយេងគឺជាអ្នកស្រាវជ្រាវវិទ្យាសាស្ត្រគាត់ច្បាស់ជាឲ្យតម្លៃខ្លាំងលើលទ្ធផលស្រាវជ្រាវអ្នកធ្វើជាដៃជើងឆ្កងបំផ្លាញការពិសោធន៍របស់គាត់រួចចាំមើលថាគាត់មានប្រតិកម្មយ៉ាងណាចុះបើត្រូវសាស្ត្រាចារ្យយេងបណ្ដេញចេញភ្លាមនោះហើយលទ្ធផលស្រាវជ្រាវរបស់គាត់ចិត្តសម្រេចហើយបើខ្ញុំទៅបំផ្លាញនៅពេលនេះភ្លើណាស់ប្រាកដណាស់មិនមែនឲ្យទៅបំផ្លាញមែនតែនទេគ្រាន់តែធ្វើឲ្យមានកំហុសឆ្គងកម្រិតទាបធ្ងន់ធ្ងរខ្លះទៅបានហើយបន្ទាប់មកទៀតបើគាត់មិនខឹងទេនោះមានន័យថាជំហានទី1ទទួលបានជោគជ័យហើយជំហានទី2គឺត្រូវប្រើចំណុចខ្លាំងរបស់អ្នកសាស្ត្រាចារ្យយេងឲ្យឈឺណាស់កុំអាលអាបារម្ភអីខ្ញុំនឹងទៅរកឥឡូវនេះសាស្ត្រាចារ្យយេងមិនបាច់ទៅរកទេលោកអាចជួយផ្លុំឲ្យខ្ញុំបន្តិចបានទេផ្លុំបន្តិចទៅគឺបាត់ហើយឲ្យខ្ញុំផ្លុំឲ្យអ្នកបាត់ជង្គង់ខ្ញុំផ្លុំមិនដល់ទេសាស្ត្រាចារ្យយេងខ្លួនប្រានខ្ញុំមិនដែលសល់ស្លាកស្នាមទេជួយផ្លុំឲ្យខ្ញុំបន្តិចទៅណាសូមអង្វរចុះសាស្ត្រាចារ្យយេងនៅណាលោកអ្នកចាត់ការសាស្ត្រាចារ្យយេងមកវិញភ្លាមគឺទៅការិយាល័យធ្វើការពិសោធន៍បាត់ហើយគាត់មកវិញម្នាក់ឯងមែនទេនៅមានជំនួយការថ្មីម្នាក់ទៀតមកវិញតាំងពីពេលណាប្រហែលជា7 ម៉ោងហើយយេងដងម្នាក់នេះចម្លែកណាស់កាលពីមុនឲ្យតែចប់ប្រជុំតែងតែប្រាប់ខ្ញុំជានិច្ចលើកនេះចប់ប្រជុំហើយបែរជាមិននិយាយអ្វីសោះឬមួយអ្នកទាំងពីរអ្នកនោះខ្ញុំប្រាប់អ្នកចុះអំបញ្ញមិញខ្ញុំមានសម្លេងចេញពីការិយាល័យសាស្ត្រាចារ្យយេងព្រះឲ្យសម្លេងស្រែកនោះពិតជាខ្លាំងមែនហើយមិននឹកស្មានថាសាស្ត្រាចារ្យយេងនៅតែខ្លាំងពូកែយ៉ាងនេះសោះណែខ្ញុំហៅថាពេលសាស្ត្រាចារ្យយេងទៅប្រជុំ